សួស្តីលោកគ្រូនិងសួស្តីអ្នកនរគ្នាថ្ងៃនេះពួកខ្ញុំនឹងធ្វើការបង្ហាញនៅ project របស់យើងមួយដែលនិយាយតាក់ទងជាមួយនឹងការធ្វើ assignment នៅក្នុងថ្នាក់ project នេះវាជួយសម្រួលកិច្ចការងារដល់គ្រូហើយនិងសិស្សក្នុងការ submit និង add assignment ចំពោះ project របស់យើងធ្វើនៅលើ website ដែលដំបូងនៅពេលដែលយើងចូល website មកនឹងមានlogin dashboard តែបើសិនជាយើងអត់ទាន់មាន account ទេយើងអាច register បានចំពោះ register យើងត្រូវបំពេញឈ្មោះបំពេញ email address ហើយនិង password ហើយយើងត្រូវ select role របស់យើងក្នុងនាមជាសិស្សលោកគ្រូឬក៏ admin ជាដើមនៅពេលដែលយើង select ហើយយើងអាច register បានមួយវិញទៀតសម្រាប់email address ខ្ញុំមានរួចហើយចឹងខ្ញុំសាកដាក់វាចូលដើម្បីមើល student dashboard ចំពោះ account ដែលយើងបង្កើតនេះយើងបាន register ជា teacher ចឹងនៅពេលដែលយើងចូលមកយើងបានឃើញ teacher dashboard ដែលនៅក្នុងនោះយើងមាន function ឬក៏ feature ដូចជា create new class ដែលយើងអាចបង្កើតជាថ្នាក់រៀនសម្រាប់ឲ្យសិស្សគាត់អាចចូលរួមនៅក្នុងនោះបានដែលថ្នាក់រៀនហ្នឹងយើងអាចបង្កើតហើយយើងអាចភ្ជាប់ជាមួយនឹងថ្ងៃខែនៅពេលដែលយើងចុច add class ទៅយើងនឹងទទួលបាន class ថ្មីមួយនៅពេលថ្នាក់ថ្មីនឹងបង្កើតយើងនឹងទទួលបាន random ID random code ដើម្បី pass ទៅឲ្យសិស្សគាត់អាចយក code ហ្នឹងយកទៅ submit ដើម្បីចូលក្នុងថ្នាក់ហ្នឹងបានអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងយើងអាចបង្កើតបានច្រើនចំពោះថ្នាក់ហ្នឹងយើងចង់ដាក់ title បែបម៉េចក៏បានដែរនៅក្នុងថ្នាក់នីមួយៗហ្នឹងលោកគ្រូគាត់អាចបំពេញឬក៏ដាក់ add នៅ assignment សម្រាប់ឲ្យសិស្សគាត់ធ្វើមួយវិញទៀតបើសិនជាយើង login ជាសិស្សដើម្បីចូលទៅកាន់ថ្នាក់រៀនមួយមិញអញ្ចឹងដល់ពេលយើងចូលទៅ login account ជាសិស្សនៅ admin student dashboard យើងនឹងឃើញថ្នាក់រៀនដែលយើងធ្លាប់ចុះឈ្មោះពីមុនហើយនឹង join class នៅក្នុង feature នេះយើងអាច pass នៅ code ដែលលោកគ្រូ pass ឲ្យហ្នឹងហើយយើង pass វាទៅយើងនឹងទៅចូលនៅក្នុងថ្នាក់ថ្មីដែលលោកគ្រូគាត់បានដាក់ឲ្យហ្នឹងហើយនៅក្នុងថ្នាក់ហ្នឹងយើងនឹងអាចឃើញនៅ assignment ដែលលោកគ្រូគាត់ add ហើយនៅក្នុង assignment ហ្នឹងយើងអាច submit បានតាមពីរបៀបដែលយើងអាច type ជា text នៅលើនោះផ្ទាល់ដែលតម្រូវឲ្យយើង submit ហ្នឹងនឹងអាចនឹងមាន upload file ដូចជារូបភាពឬក៏អីជាដើមនៅពេលយើង submit ហើយវានឹង load submission របស់យើងនៅខាងស្នាមដៃបន្ទាប់ពីយើងបាន submit ហើយលោកគ្រូគាត់នឹងអាចមើលឃើញការ submit របស់យើងនៅពេលដែលគាត់ចូលទៅកាន់ class នីមួយៗហ្នឹងទៅនឹងឃើញ submission ហើយឃើញឈ្មោះរបស់សិស្សហើយនឹង assignment ថាគាត់បានupload ហើយ submit ហើយនៅមួយទៀតសម្រាប់ admin dashboard ដោយសារ admin dashboard យើងមាន account ស្រាប់អញ្ចឹងនៅពេលដែលយើងចូលមកដល់ admin ទៅយើងអាច manage ទៅលើ user បានដែលយើងអាច add user បន្ថែមដូចជាមនោរម្យជាយើងឲ្យគាត់ទៅជា teacher អញ្ចឹងយើងបាន account teacher ថ្មីមួយទៀតឬក៏យើងអាច register ផ្ទាល់ក៏បានដែរ